ថ្ងៃនេះសូមមកនិយាយពី Scoopy សេរីខ្ពស់ម្ដងព្រោះថានៅទឹកដីជាងដំមានសបោណាហា Scoopy ឥឡូវអា Scoopy ក៏សបោអា Bit ក៏សបោនិយាយទៅធ្វើនឹងយកលុយតាណាអស់តិចនេះតិចនោះតន់ចាយលុយអស់ផងយកម៉ូតូមកធ្វើទៀតណាអញ្ចឹងបញ្ជាក់តិចម៉ូតូនេះគឺអត់មានខូចអីទេស្អីក៏អត់ខូចដែរប៉ុន្តែម្ចាស់គាត់បានប្រាប់ខ្ញុំថាម៉ូតូគាត់ហ្នឹងរៀងមូលគេអាដបងរៀងអូលអួលរៀងឆ្លក់ព្រីព្រោះបន្តិចអាកុងទ័រ10កុងទ័រ20ហ្នឹងបងប្អូនតែបានលឿនហើយក្តៅហើយមានបញ្ហាអីស្ទុះខ្លាំងណែនធម្មតាបាក់ដាក់តែប៉ាដបងហ្នឹងទេអញ្ចឹងម៉ូតូនេះដបងខ្ញុំបានចូល scan មើលឃើញតែគ្មានជាប់កូដកំហុសអ្វីទាំងអស់ sensor ក៏មានខូចដែរប៉ុន្តែផ្លែត្រង់ប្រព័ន្ធផ្លូវដង្ហើមរបស់វាគឺមានអារម្មណ៍ថាខ្យល់នឹងលបាយសាំងចូលទៅអត់ស្មើគ្នាសោះគឺម៉ាស៊ីន scan វាបានឆ្លើយប្រាប់ខ្ញុំថាខ្យល់ហើយនឹងសាំងគឺចូលអត់ស្មើគ្នាទេអញ្ចឹងហើយបានជាបន្ទប់មិនឆេះវាឆេះមិនអស់ឆេះមិនស្មើឆេះមិនស្អាតនៅឯតែប៉ាដបងហ្នឹងអញ្ចឹងអត់មានអីច្រើននេះគឺខ្ញុំសម្រេចចិត្តថាលាងតួក្រែលាងកក្រែលាងប៊ិចលាងកសប៉ាប់លាងមាត់សប៉ាប់ឲ្យស្អាតតែម្ដងបញ្ហាបែបនេះបងប្អូនកុំចោទទៅលើ motor បងប្អូនកុំចោទទៅលើប៊ិចបងប្អូនកុំចោទទៅលើ sensor បងប្អូនកុំចោទទៅលើឆ្លងភ្លើងអីនោះតែបាក់ថាដែរបងប្អូនបើជួនកាលថ្ងៃមុនខូច TP វាឆ្លក់ដបងអញ្ចឹងដែរវាមូលអត់រួចមូលទៅខុលខ្ញុំមើលទៅឃើញតែខូច TP ហើយខ្ញុំក៏ដូរ TP ទៅក៏បានជោគជ័យនិយាយទៅបាច់ស្មានណាចូលជាងយកតែម្ដងទៅតែចូលជាងណាដែលមានទំនុកចិត្តផងព្រោះអីម៉ូតូអូតូរបស់យើងនេះទិញថ្លៃណាមិនអាចចេះតែធ្វើស្មានបានទេដូរគ្រឿងស្មានបានទេជួនកាលទៅដូរគ្រឿងស៊ីនហើយបាត់បង់គ្រឿងស៊ីនហើយអាជីពវាមិនស្រួលទៀតអញ្ចឹងវីដេអូនេះក៏ផ្ដាំដល់បងប្អូនជាងយើងមួយចំនួនសូមបងប្អូនកុំស្ដាយលុយអសោះអារឿងទិញរបស់ប្រើប្រាស់ព្រោះថារបស់ប្រើប្រាស់នេះសំខាន់ណាស់សម្រាប់ជាងដូចជាម៉ាស៊ីន scan អូម៉ែតសម្រាប់បោះម៉ូទ័របូមសាំងគឺបងប្អូនជាងយើងត្រូវតែមានតែម្ដងហើយដឹងមិនបាទខ្ញុំនិយាយបែបនេះហេតុបងប្អូនខ្ញុំចង់ឲ្យបងប្អូនជាងនៅស្រុកខ្មែរយើងនេះឲ្យបានចេះទាំងអស់គ្នាតាណាក៏មានជាងចេះធ្វើម៉ូតូអូតូតាណាក៏មានជាងចេះធ្វើម៉ូតូអូតូមកគេយកម៉ូតូមកធ្វើឲ្យគេថាយើងចេះឲ្យគេថាយើងចុះហើយបងប្អូននឹងស្រាប់ហើយតែវីដេអូដែលខ្ញុំធ្វើរាល់ថ្ងៃគឺខ្ញុំមិនដែលលាក់បងប្អូនទេតាំងពីដោះខ្ចៅដាក់ខ្ចៅតាំងពីអាការដាក់ដបងហើយនឹងការជួសជុលការស្មានគឺខ្ញុំប្រាប់ត្រង់ទាំងអស់ហើយសួរថាតើខ្ញុំត្រូវលាក់ធ្វើអីលាក់ដើម្បីអីបើសម័យឥឡូវគឺជាសម័យអ៊ីនធឺណិតហ្នឹងមិនចង់ធ្វើដូចកាប់ក្នុងដងចេះតែឯងចង់មានតែឯងមែនបានហើយជាងនាំមកចេះធ្វើអញ្ចឹងទេសូម្បីតែជាងនាំបរៀនកូនជាងក៏ប្រាប់អស់ដែរអត់មានលាក់ក្បាច់ទុក1ទុក2អីឯណានោះទេមិនថារើប៉ាសិន1000ភ្លើងគឺខ្ញុំប្រាប់ទាំងអស់មិនថាប្រាប់ពីប៉ាសិន scan ក៏ដោយខ្ញុំបរៀនដល់ជាងដែរអញ្ចឹងបងប្អូនឲ្យចង់មករៀនផ្ទះជាងនាំក៏បានអីព្រោះថាខ្ញុំមិនទាន់ទទួលទៀតទេចាំវគ្គក្រោយចាំលើកក្រោយចាំខ្ញុំប្រាប់ទៅដល់បងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនព្រោះថាខ្ញុំរៀងហត់ហើយក៏រៀងឈឺកដែរមិនបាច់ឈឺកចុះមកឈឺកមិនច្រែកឡើងខំអីជាងនាំពីទៀតនឹងដាក់អាជាក់ឯងព្រោះជាងនាំនឹងស្រេកទឹកខ្លាំងហើយតែស្រេកទឹកឯងគឺអត់ផឹកទឹកទេគឺសុកចិត្តផឹកអាត្រជាក់វិញអរគុណហើយបងប្អូនសូមជម្រាបលា